can star ដោតដំភ្លើងចូលផ្ទុះខ្វែតផាច់ទាំងណាភាគច្រើនបាទដោតដំភ្លើងចូលផ្ទុះខ្វែតទាំងបាទមូលហេតុបាទនេះបាទនេះមូលហេតុបាទបងប្អូនគ្នាយើងតេស្តនៅក្រៅមិនសូវដឹងណាបងប្អូនគ្នាមកមើលនេះបាទលួយអស់ហើយបាទលួយអស់ហើយលួយអស់ហើយពី3គ្រាប់នេះលួយទាំងអស់ណាបងប្អូនគ្នាអញ្ចឹងយើងដោតមួយគ្រាប់វាអត់បញ្ហាទេតែយើងដោត3គ្រាប់ទុះខ្វែតទាំងបាទហើយយើងធ្វើគិតតែពីទាំងលើអីបាទបងប្អូនបទពិសោធន៍បាទអ្នកមិនដឹងអាចមើលបានបាទអានេះគឺផ្ទាំងក្រោមសុទ្ធសាធយើងធ្វើផ្ទាំងលើស្អាតហើយតែយើងអត់បានមកមើលដុំភ្លើងអានេះជាមូលហេតុធ្វើឲ្យទុះខ្វែតដែរបងប្អូនគ្នាដល់ភ្លើងសេរីអត់អីណាបងប្អូនគ្នាដល់ភ្លើងសេរីអត់មានទុះមានអីទេបាទ Can Star គឺវាអញ្ចឹងកាលណាដែលដល់ភ្លើងឆៅដល់ដុំភ្លើងចូលគឺផ្ទុះខ្វែតទាំងបាទនេះជាមូលហេតុបាទបងប្អូនគ្នាដូរចោលទៅបាទកុំស្ដាយបាទកុំស្ដាយមូលហេតុដែលអាសាផ្ទុះខ្វែតណាបងប្អូនគ្នាយើងគួរតែមើលដុំភ្លើងរបស់វាដែរបាទនេះ20ចែក4យើងដូរ3គ្រាប់នេះទៅគឺល្អបំផុតបាទអូខេនេះជាផ្ទាំង Can Star ហើយចំណេះដឹងមួយដែលខ្ញុំអាចប្រាប់ទៅអ្នកទាំងអស់គ្នាបានអ្នកដែលមិនទាន់ចេះបាទអ្នកដែលចេះហើយអាចចូលរំលងបានបាទបងប្អូនគ្នាអូខេជំរាបលាជួយ like ជួយ share ជួយឲ្យបេដូម្នាក់មួយមកបងប្អូនគ្នាបាទនឹងមានវីដេអូថ្មីបង្ហាញជូនបងប្អូនបន្តទៀតបាទបងប្អូនគ្នាអូខេបាយបាយ